នេះបងប្អូនស្លាបមនយើងដាក់ថតសកម្មភាពដែរសត្វអីមកស៊ីស្លាបមននេះយើងមិនដាក់ផ្ទះដាក់អីទេបងប្អូនណាគាត់ថាថតពីសកម្មភាពដែរបងប្អូនណាបងប្អូនឃើញទេគឺ live មកចឹងភ្លាមទៅបាទបងប្អូនឥឡូវយើងធ្វើដំណើរទៅដល់ជើងភ្នំហើយបងប្អូនដល់ជើងភ្នំហើយទីនេះស្បូរសត្វបងប្អូនស្បូរសត្វខ្នាតតូចឈឺភ្នែកបន្តិចបងប្អូនអើយអធិស្ឋានផងជិះម៉ូតូឡើងផ្សារភ្នែកសត្វចូលភ្នែកផងបងប្អូនហើយថតវីដេអូទៀតហ្នឹងហើយឥឡូវយើងរៀបចំដាក់ទៅបងប្អូនដាក់សាច់និងសាច់មាន់បងប្អូននៅទីនេះដែរគឺសត្វក៏ស្បូរមួយយ៉ាងដែរបងប្អូនហើយចាំមាន់ចាំទាអីនៅតំបន់នេះក៏ពិបាកដែរហើយឥឡូវយើងចូលមកដល់ក្នុងព្រៃហើយបងប្អូននេះតែយើងកន្លែងយើងត្រូវដាក់ឲ្យមកជួបសត្វអីទេបងប្អូនដូចរោមព្រះសត្វនេះបងប្អូនប្រហែលជាស្គាល់ហើយនេះជាទីតាំងយើងដែលយើងត្រូវដាក់បងប្អូនយើងជិតដល់កន្លែងយើងត្រូវដាក់ហើយនៅខាងមុខបងប្អូនទំនើងដោយសារវាស្រៀងស្លាស់ល្អយើងរៀបចំដាក់កន្លែងហ្នឹងមកទៅបងប្អូនហើយទៅនេះដែរគឺស្បូរសត្វបងប្អូនអើយសត្វពស់ក៏ស្បូរដែរនៅបងនេះឥឡូវយើងមកដល់កន្លែងបងប្អូនបាទបងប្អូនឥឡូវនេះសាច់មាន់យើងបានយកមកដល់ហើយបងប្អូនណានេះសាច់មាន់ចាំមើលយើងចងពយល់នេះបងប្អូនចាំមើលសត្វស្កាបងប្អូនណាសត្វស្កានិងសត្វល្អិតឬក៏សត្វខ្នាតតូចផ្សេងវាមកស៊ីសាច់មាន់នេះឥឡូវយើងចងចេះទៅបងប្អូនចងកន្លែងនេះទៅចឹងមកហើយបងប្អូនទស្សនាវីដេអូនេះហើយសូមជួយចុច Subscribe ឲ្យមួយផងបងប្អូនណាបើវីដេអូនេះពេញចិត្តបងប្អូនហើយខ្ញុំនឹងធ្វើវីដេអូបន្តទៅទៀតជាច្រើនបងប្អូននៅតំបន់នេះស្បូរសត្វស្កាបងប្អូនហើយសារអីសត្វស្កាហ្នឹងវាខាំមាន់ខាំទាបងប្អូនអើយដូចផ្ទះចឹងខាំនៅតំបន់ជើងភ្នំនេះប្រហែលចាំមាន់ចាំទាណាគឺសត្វស្កាវាវាយលុកវាខាំតែពេលថ្ងៃទេបងប្អូនពេលថ្ងៃពេលងាចអីហ្នឹងហើយនេះជាកាមេរ៉ាយើងដាក់យើងបើកលើមកកាមេរ៉ានេះគឺយើងប្រើ SIM ហើយនឹងប្រើ memory កាមេរ៉ានេះបើសិនណាយើងដាក់ចិត្តចេះអាចមនុស្សឃើញបងប្អូនតែនៅនេះអត់សូវមានមនុស្សចូលព្រៃទេខែនេះខែភ្លៀងចឹងបងប្អូនបើខែប្រាំងគេអាចចូលមរើសអូសរើសអីបានតែខែនេះអត់សូវមានអ្នកចូលមកហ្នឹងខ្ញុំសួរគេដែរណានៅតំបន់នេះស្បូរសត្វអីខ្លះគេថាពាក្យច្រើនគឺសត្វស្កាឯពស់បងប្អូនអើយខ្ញុំដើរមកថ្ងៃមុនហ្នឹងគឺជួបទាំងថ្ងៃតែអត់ស្គាល់ពស់ហ្នឹងវារឿងក្លាខ្មៅគឺអត់ស្គាល់ហើយឥឡូវរួចរាល់ហើយបងប្អូនចាំមើលទាំងអស់គ្នាសកម្មភាពទាំងយើងបោចស្មៅចេញមកកុំឲ្យបាំងកាមេរ៉ាយើងប៉ុណ្ណឹងមកអូខេបងប្អូនប៉ុណ្ណឹងមកឥឡូវយើងនេះបងប្អូនណាសាច់មាន់យើងដាក់បំលើដីចេះមកហើយនេះជាកាមេរ៉ារបស់យើងចាំមើលលទ្ធផលរបស់គ្នាបងប្អូនណាតើមានសត្វអីនៅមកស៊ីតែនៅនេះភាគច្រើនគេឃើញសារស្បូរស្កាសត្វស្កាបងប្អូនសត្វស្កានេះវាមិនមែនរើស៊ីពីយកទេវាស៊ីតែពេលថ្ងៃនិងពេលព្រឹកនិងពេលងាចនេះបងប្អូនស្លាបមាន់យើងដាក់ថតសកម្មភាពដែរសត្វអីមកស៊ីស្លាបមាន់នេះយើងមិនដាក់ផ្ទះដាក់អីទេបងប្អូនណាគាត់ចង់ដឹងថាសត្វអីដែលមកស៊ីសាច់មាន់នេះហើយយើងក៏ដាក់កាមេរ៉ាថតពីសកម្មភាពដែរបងប្អូនណាកាមេរ៉ានេះយើង live បានបងប្អូននេះបងប្អូនណានេះបងប្អូនឃើញទេគឺ live មកចឹងភ្លាមតែហ្មងគឺយើងប្រើ SIM card ចាំមើលទាំងអស់គ្នាវីដេអូបន្តបងប្អូនណាហ្នឹងហើយតើមានសត្វអីមកស៊ីហ្នឹងហើយ